គេដូចខ្ញុំមិនដែរអស់គ្នាបន្ទាប់ពីទិញ skin alarm skin collab ជាមួយនឹងដានហើយខ្ញុំមានអារម្មណ៍ថា skin ហ្នឹងវាលេង smooth ខ្លាំងមែនទែនខ្ញុំចូលចិត្តលេងខ្ញុំយកលេងសើគ្រប់វគ្គហ្មងមានអារម្មណ៍ថាសប្បាយលេងណាលេងឡើងទឹកដៃហ្មងហើយ skin ហ្នឹងដែរខ្ញុំចាប់អស់តា2500 token ទេខ្ញុំគិតថាខ្ញុំអត់ចាប់ទេខ្ញុំទុកឲ្យទិញនៅក្នុង store ពួកឯងខ្ញុំមានអាកាក់នៅក្នុង store ហ្នឹង3000 4000ជាងហើយដល់ហើយខ្ញុំគិតចុះឡើងទៅទ្រាំបានឯងក៏ចាប់ទៅតែសំណាងដែរវាអស់រៀងតិចវាសំណាងប៉ុន្តែវាបាន skin ទេអ្នកខ្លះចាប់ទៅបាន skin វាសំណាងខ្លាំងមែនទេ1000 1500គេបានទេហើយខ្ញុំគិតថា2500ហ្នឹងខ្ញុំគិតថាប៉ុណ្ណឹងក៏ល្មមដែរពួកអីរកដងហ្នឹង skin preview ហ្នឹងខ្ញុំចាប់អស់យ៉ាងហោចណាស់ក៏3000ទៅ4000ដែរចឹងហើយខ្ញុំទុកអា token នៅក្នុង store ហ្នឹងអាកន្លែងគេដាក់លក់ហ្នឹងខ្ញុំទុកឲ្យទិញ skin GG skin របស់ Muzi ពួកអីខ្ញុំអត់មាន token សម្រាប់ចាប់ទេនៅសល់តែ1000 token ទៀតហ្នឹងអញ្ចឹងបើសិនគេលក់កន្លែងហ្នឹងក៏ខ្ញុំអាចយក point ហ្នឹងយកអា token ហ្នឹងយកទិញបានដែរហើយចំពោះ skin alarm នេះហើយក៏ខ្ញុំចាប់ហើយខ្ញុំយកលេងមកខ្ញុំលេងហើយខ្ញុំមានអារម្មណ៍ថាដូចញៀនណាដូចជោគដៃខុសពី skin LNY អានេះវាលេងទៅមានអារម្មណ៍ថា smooth ហើយរៀងឈឺណាហើយ farm លឿនទៀតមានអារម្មណ៍ថាលេងឈឺយកហ្មងវាមិនមែនមកពី skin ថ្លៃ skin ថោកទេមកពីអារម្មណ៍យើងនៅពេលយើងមើល skin ដែលយើងស្រឡាញ់ហើយទៅយើងលេងទៅខ្លាំងតាមហ្នឹងដែរបើ skin ខ្លះយើងអត់សូវចូលចិត្តអញ្ចឹងណាយើងលេងយើងមានអារម្មណ៍ថាទៅ skin ហ្នឹងដូចអត់សូវស្អាតយើងមានអារម្មណ៍ក្នុងការលេងអញ្ចឹងទៅពួកខ្ញុំឃើញ skin នេះហើយខ្ញុំមានអារម្មណ៍ថាបានវាអីអ្នកអរគ្នាខ្ញុំតាំងពីទិញ skin ហ្នឹងមកហើយលេងតែឡាំសុទ្ធហ្មងបើចាញ់ 5-6 វគ្គជាប់គ្នាខ្ញុំនៅតែយកលេងដែរខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវជាមួយនឹង skin ហ្នឹងព្រោះអីចេញដំបូងមកខ្ញុំគិតថា skin ហ្នឹងវាមិនសូវស្អាតជាង skin Muzi ទេប៉ុន្តែពេលយកមកលេងទៅដឹងអ្នកអរគ្នាគឺជាតិហ្មង